generative AI គឺជាការផ្លាស់ប្ដូរដ៏ធំ AI បងប្អូនទស្សនិកជនមួយចំនួនគាត់ថា AI តែបង្កើតឡើងដោយសារតែលឺតែប៉ុន្មានទេ artificial intelligence ឬក៏បញ្ញាសិប្បនិម្មិតនេះមានជាយូរលង់មកហើយមាន robotic មនុស្សយន្តជាយូរមកហើយខ្ញុំទៅប្រទេសអេស្ប៉ាញឆ្នាំ2007ទៅ visit រោងចក្រផលិតរថយន្ត Audi នៅទីក្រុង Barcelona ក្រុមរោងចក្រមួយតែបានកាត់បន្ថយពីបុគ្គលិក 1000 នាក់ជាងសល់តែ200នាក់នេះគេប្រើ robot អស់ហើយបាទប៉ុន្តែអានោះក៏ជាផ្នែកនៃបញ្ញាសិប្បនិម្មិតដែរប៉ុន្តែបញ្ញាសិប្បនិម្មិតដែលបម្រើឲ្យវិស័យឧស្សាហកម្មបាទក្រោយមកទៀតបងប្អូនត្រូវយល់ថាអ្វីដែលរីកចម្រើនខ្លាំងបំផុតក្នុងឆ្នាំ23 24 25គឺ GAI ខ្ញុំចង់ឲ្យបងប្អូនយល់ពាក្យ GAI គឺ generative AI បញ្ញាសិប្បនិម្មិតដែលផ្ដោតលើការបង្កើតបាទអ្វីដែលថ្មីទៅលើមាតិកាឬក៏អ្វីដែលជាខ្លឹមសារអនឡាញបាទ GAI នេះដែលជា breakthrough ថ្មីដែលធ្វើឲ្យពិភពលោកឆ្ពោះទៅកាន់ការអភិវឌ្ឍលឿនបំផុតហើយក៏ជួបនឹងបញ្ហាមួយដែរនៃការកេងបន្លំឬក៏ការបោកបញ្ឆោតគេហៅថា scam online ធំមែនទែនហើយសូមបញ្ជាក់ថានៅប្រទេសអាមេរិកប្រទេសបារាំងនៅអឺរ៉ុបក៏មានបញ្ហាហ្នឹងដែរអញ្ចឹងវាមានមុខពីរក៏ប៉ុន្តែខ្ញុំអត់និយាយរឿង negative ទេខ្ញុំនិយាយពី positive ថា GAI បានធ្វើឲ្យពិភពលោកមានការប្រែប្រួលនិងផ្លាស់ប្ដូរខ្លាំងក្លាមែនទែនហើយអង្គភាពជាច្រើនបានកាត់បន្ថយបុគ្គលិកបណ្ដាហើយច្រើនមែនទែនទៅតាមសមត្ថភាពនៃការធ្វើ digitalization ឬក៏ការធ្វើបរិវត្ត digital នីយកម្មរបស់ខ្លួននៅក្នុងអង្គភាពបាទ